រដ្ឋាភិបាលត្រឹមតែចេញគោលនយោបាយដើម្បីបើកសិទ្ធិសេរីភាពជូនបងប្អូនយើងមានមន្ត្រីក្រសួងការងារតាមដានការអនុវត្តប៉ុន្តែមិនគ្រប់ជ្រុងជ្រោយទេយើងត្រូវការចូលរួមពីអង្គការវិជ្ជាជីវៈគឺសហជីពប្រតិភូបុគ្គលិកសហភាពដើម្បីរួមគ្នាធ្វើការពារតាមដានមានរឿងអីជួយប្រាប់មករដ្ឋាភិបាលដើម្បីយើងឲ្យក្រសួងទៅជួយរកដោះស្រាយឲ្យបាទនយោជកមានបញ្ហាអីប្រាប់មកដើម្បីយើងរកវិធីធ្វើការសម្របសម្រួលដោះស្រាយនេះគឺជាគ្រួសារតែមួយរវាងនយោជកនយោជិតគឺជាប្តីប្រពន្ធរដ្ឋាភិបាលអាជ្ញាធរមូលដ្ឋានដូចជាអាណាព្យាបាលបើកូនចៅឆ្លោះគ្នាកំដុតផ្ទះម៉ែឪទៅជួយសម្របសម្រួលហើយកើតកូនកើតចៅឲ្យច្រើនទៅឪពុកម្ដាយអង្គុយញឹមពីចម្ងាយបាទរោងចក្រមួយដែលបង្កើតកម្មករឆ្នាំនេះ100នាក់3ឆ្នាំក្រោយឡើង500នាក់រដ្ឋាភិបាលអង្គុយញឹមហើយខេត្តមួយអង្គុយញឹមហើយបាទថ្ងៃមុនខ្ញុំទៅ Ford 3ឆ្នាំមុនខ្ញុំទៅសម្ពោធវិវត្តពី maximum កាលនោះ600ឥឡូវឡើង700 800អាចលើសពីហ្នឹងអ្នកដែលខ្ញុំជួប3ឆ្នាំមុនត្រឹមតែជាបុគ្គលិកធម្មតាខ្ញុំទៅជួបលើកនេះគាត់ឡើងជាប្រធានផ្នែកទៅអីនឹងហើយខ្ញុំសប្បាយចិត្តយើងចង់បានរីកចម្រើនទាំងអស់គ្នាអញ្ចឹងបើមានទំនាស់មានអីទីមួយពេលដែរផ្ទះយើងល្អរួមគ្នាដើម្បីពង្រឹងផ្ទះយើងឲ្យកាន់តែល្អតាមរយៈការខិតខំយោគយល់គ្នាធ្វើការរួមគ្នាទាំងនយោជកនយោជិតគិតពីទាំងរដ្ឋបាលទាំងអីយើងធ្វើការជាគ្រួសារតែមួយដើម្បីរួមគ្នាទៅបង្កើតបរិស្ថានឲ្យកាន់តែល្អគិតគូរពីរឿងហូបចុករបស់គាត់ពីបរិស្ថានកុងទីនស្អាតធ្វើការមានខ្យល់ចេញចូលស្រួលគាត់ធ្វើការអត់ខ្យល់កគាត់ធ្វើការឲ្យយើងបានយូរកម្មករធ្វើការទៅនឹងសុបាយចិត្តព្រោះបរិស្ថានល្អលក្ខខណ្ឌការងារគេគោរពល្អនេះគឺគ្រួសារមួយរីករាយអាជ្ញាធររដ្ឋាភិបាលមិនចាំបាច់តិចព្រឹកឡើងដោយម៉ែក្មេងព្រឹកឡើងដឹងស្អែកឡើងវាប្តឹងឯងទៅដោះស្រាយរឿងអីទៀតហើយទេអាហ្នឹងដូចប្តីប្រពន្ធអត់ត្រូវគ្នាតែម៉ែឪឃើញកូនត្រូវគ្នាមួយថ្ងៃដូចស្រួលស្អែកឡើងឆេះផ្ទះទៀតហើយឪម៉ែក៏ពិបាកចិត្តដែរ40000ជាងសហគ្រាសមិញហ៎បាទ45000សហគ្រាសកូនតាមកគូចង់ដាច់ខ្យល់មក40000សហគ្រាសទៀតដាច់ខ្យល់កាន់តែខ្លាំងអញ្ចឹងគឺការជំរុញនៅគោលការណ៍កម្មវិធីជំរុញនៅភាពសុខដុមនីកម្មនៃការងារជាគ្រួសារល្អគ្រួសាររីករាយនេះតែពាក្យរបស់ក្រសួងការងារមិញគាត់ហៅនឹងសហគមន៍សុខសាន្តបាទតិចទៅជុំកូនចៅរស់ស៊ីមានបានកាន់តែផ្ដល់អត្ថប្រយោជន៍តម៉ែឪរស់ស៊ីមានបានចេះតែមានទឹកចិត្តទិញរបស់របរថែមឲ្យកូនហើយ